លោកអ្នកនាងជាទីមេត្រីថ្ងៃនេះ SBM News សម្លឹកយកជោគជេតារិស័យសម្រាប់ថ្ងៃសៅរ៍15កើតខែចែកឆ្នាំរោងឆោស័កពុរសករាជ2568ត្រូវនឹងថ្ងៃទី12ខែមេសាឆ្នាំ2025ដែលមានដូចតទៅឆ្នាំជូតធាតុទឹកពងទេវរាប្រុសរិស័យរបស់អស់លោកអ្នកដែលកើតឆ្នាំជូតថ្ងៃនេះមធ្យមប្រសិនជាលោកអ្នកកំពុងមានអារម្មណ៍ធុញថប់ជាមួយបរិយាកាសនៅជុំវិញខ្លួនដូចជាគេហដ្ឋានរស់នៅប្រចាំថ្ងៃជាដើមចូលធ្វើការកែខៃវាដោយការសម្អាតទាំងខាងក្រៅនិងខាងក្នុងឲ្យបានស្រួលល្អចូលសម្អាតទាំងចិត្តគំនិតឲ្យបានល្អបរិសុទ្ធផងដែរចំពោះបញ្ហាស្នេហានិងគ្រួសារគឺមិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់បាននោះទេឆ្នាំឆ្លូវធាតុដីពងមនុស្សប្រុសរិស័យរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវថ្ងៃនេះឡើងខ្ពស់ត្រដែតលោកអ្នកអាចនឹងទទួលបានការស្រឡាញ់ចំរោមពីអ្នកផងទាំងពួងដូច្នេះបើសិនជាអ្នករកស៊ីនឹងមានលុយកាក់ហូរចូលមិនដាច់ប៉ុន្តែបើជាអ្នកធ្វើការជាបុគ្គលិកមន្ត្រីរាជការក៏ទទួលបានការស្រឡាញ់យកចិត្តទុកដាក់ពីសំណាក់ចៅហ្វាយនេះផងដែរចំពោះរឿងគ្រួសារនិងស្នេហាមានតែភាពផ្អែមល្ហែមលោកលឿនដោយទឹកអង្គបំពង់ខ្ចីឆ្នាំខាលធាតុឈើពងយៈស្រីលោកអ្នកដែលកើតឆ្នាំខាលថ្ងៃនេះរាសីល្អបង្គួរលោកអ្នកនឹងចាប់ផ្ដើមទទួលបានផលចំណេញពីមុខជំនួញរបស់អ្នកដែលបានបើកក្នុងរយៈពេលជាយូរមកហើយទន្ទឹមនឹងគ្នាក៏ទទួលបានផលអវិជ្ជមានខ្លះផងដែរចំពោះរឿងគ្រួសារនិងស្នេហាមិនមានជាបញ្ហាចាត់ឡើយផ្ទុយទៅវិញមានតែភាពសប្បាយរីករាយនិងស្នាមញញឹមជាមួយគ្នាឆ្នាំថោះធាតុឈើពងមនុស្សស្រីរិស័យរបស់អស់លោកអ្នកដែលកើតឆ្នាំថោះថ្ងៃនេះរិស័យឡើងខ្ពស់ត្រដែតលោកអ្នកនឹងពេញចិត្តជាមួយលទ្ធផលការងាររបស់អ្នកហើយបើជាអ្នករកស៊ីចំនួនជួញដូរតូចធំក៏នឹងទទួលបានលាភសក្ការៈពីការខិតខំប្រឹងប្រែងសម្រាប់ជីវិតគ្រួសារនិងស្នេហាមានភាពសក្តានុពលរមនាត្រជាក់ត្រជុំដោយទឹកអង្គបំពង់ខ្ចីយ៉ាងដូចនេះដែរឆ្នាំរោងធាតុមាសពងទេវរាប្រុសរិស័យរបស់អស់លោកអ្នកដែលកើតឆ្នាំរោងថ្ងៃនេះរិស័យឡើងខ្ពស់ត្រដែតលោកអ្នកនឹងបានជួបមនុស្សល្អអ្នកមានបុណ្យសំណាងតាមជួយតាមជ្រុំជ្រែងអ្នកព្រមទាំងផ្ដល់ជាលាភសក្ការៈគ្រឿងអិសរយសដល់លោកអ្នកផងដែរសម្រាប់ក្នុងរង្វង់គ្រួសារនិងស្នេហាមានតែភាពផ្អែមល្ហែមយល់ចិត្តគ្នាទៅវិញទៅមកឆ្នាំម្សាញ់ធាតុភ្លើងពងមនុស្សប្រុសរិស័យរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះឡើងខ្ពស់ត្រដែតលោកអ្នកនឹងមានអ្នកតាមជួយជ្រោមជ្រែងទាំងការងារនិងរបររកស៊ីប្រកបការអ្វីក៏សម្រេចដាក់ចោះដោះឡើងនិងសូមប្រកបទៅតាមសេចក្តីប្រាថ្នារបស់លោកអ្នកចំពោះរឿងគ្រួសារនិងស្នេហាមានតែភាពផ្អែមល្ហែមយល់ចិត្តគ្នាទៅវិញទៅមកឆ្នាំមមីធាតុភ្លើងពងទេវតាស្រីលោកអ្នកដែលកើតក្នុងឆ្នាំមមីថ្ងៃនេះរិស័យឡើងខ្ពស់ត្រដែតលោកអ្នកនឹងមានដំណឹងល្អនៅក្នុងរង្វង់ការងារក៏ដូចជារបររកស៊ីកិច្ចប្រឹងប្រែងរបស់អ្នកពីមុនមកនឹងទទួលបានលទ្ធផលល្អនៅថ្ងៃនេះចំពោះរឿងគ្រួសារនិងស្នេហាមានតែភាពផ្អែមល្ហែមត្រជាក់ត្រជុំដោយទឹកអង្គបំពង់ខ្ចីឆ្នាំមមែធាតុមាសពងទេវតាស្រីលោកអ្នកដែលកើតក្នុងឆ្នាំមមែថ្ងៃនេះរិស័យឡើងខ្ពស់ត្រដែតលោកអ្នកនឹងមានឱកាសបង្កើតមុខរបរថ្មីមួយហើយមុខរបរនោះនឹងនាំទៅរកភាពរុងរឿងនាពេលអនាគតអ្នកជំនាញខ្លួននឹងរីករាយដោយសារអ្នកហើយអាចចាត់ទុកអ្នកជាមនុស្សដ៏អស្ចារ្យសម្រាប់រឿងគ្រួសារនិងស្នេហាមានតែភាពលោកល្អឿននិងផ្អែមល្ហែមបំផុតឆ្នាំវកធាតុដៃពងយៈប្រុសលោកអ្នកដែលកើតឆ្នាំវកថ្ងៃនេះរិស័យធ្លាក់ចុះកិច្ចការងារប្រចាំថ្ងៃរបស់លោកអ្នកនឹងជួបតែរឿងឈឺក្បាលក្តៅក្រហាយមិនដាច់បើជាជីវិតគ្រួសារគូស្វាមីភរិយាអាចនឹងចែកផ្លូវគ្នាដូច្នេះគួរតែប្រយ័ត្នពាក្យសម្ដីខំមាត់សង្កត់ចិត្តខន្តីអធិស្ឋានឲ្យគ្នាទៅវិញទៅមកឆ្នាំរកាធាតុដែកពងយៈប្រុសលោកអ្នកដែលកើតក្នុងឆ្នាំរកាថ្ងៃនេះរិស័យល្អបង្គួរទំនីទីថាលោកអ្នកស្ថិតនៅក្នុងរបត់មួយឆ្ពោះទៅរកភាពជោគជ័យសូមនៅតែប្រកាន់ចិត្តខន្តីនិងអត់ឱននៅគ្រប់កាលៈទេសៈនោះសេចក្តីប្រាថ្នានឹងសម្រេចលទ្ធផលឆាប់នេះចំពោះរឿងគ្រួសារនិងស្នេហ៍មានតែភាពផ្អែមល្ហែមឆ្នាំចធាតុដីពងយៈស្រីលោកអ្នកដែលកើតឆ្នាំចថ្ងៃនេះរាសីឡើងខ្ពស់ត្រដែតរាល់សំណើណាមួយរបស់លោកអ្នកនឹងទទួលបានការយល់ព្រមពីភាគីម្ខាងទៀតដូច្នេះគួរតែមានផែនការច្បាស់លាស់នៅក្នុងសំណើដើម្បីយកអនុវត្តប្រកបដោយប្រសិទ្ធភាពជីវិតស្នេហានិងគ្រួសារមានតែភាពរលូនលោកល្អឿនពុំមានរឿងរកាំរកូសដោយប្រការណាមួយឡើយឆ្នាំកុល
ធាតុទឹកពងមនុស្សស្រីរិស័យរបស់អស់លោកអ្នកដែលកើតឆ្នាំកុរថ្ងៃនេះរិស័យមធ្យមទំនីទីថាលោកអ្នកនឹងជួបមនុស្សប្លែកមុខសំពឹងពាក់ចូលកុំឆាប់ជឿទុកចិត្តគេពេកហើយក៏ពុំគួរឆាប់វិតម្លៃថាគេជាមនុស្សមិនល្អពេកអីព្រោះនៅក្នុងធាតុអាក្រក់ដែលលោកអ្នកជួបក៏មានធាតុល្អបង្កប់នៅក្នុងនោះដែរចំពោះរឿងគ្រួសារនិងស្នេហាគឺមានតែភាពសុខដុមរមនា